កម្ពុជាទាមទារឲ្យថៃទទួលខុសត្រូវលើការបាញ់ប្រហារជនស៊ីវិលនៅភូមិព្រៃច័ន្ទនៅវេលាម៉ោង 3:50 នាទីរសៀលថ្ងៃទី 12 វិច្ឆិកានេះទីហ៊ានថៃបានបើកការបាញ់ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃច័ន្ទឃុំអូ3ជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជាមានពលរដ្ឋខ្មែរ5នាក់បានរងរបួសក្នុងហេតុការណ៍នេះនិងថាកម្ពុជានឹងមិននៅស្ងៀមដោយត្រីអូកថៃឲ្យមកទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានយ៉ាងកម្រុលបែបនេះតែភាគីថៃតាមរយៈកាសែតข่าวសោតបានចេញមុខច្រានចោលភ្លាមៗដោយអះអាងថាខ្លួនមិនបានបាញ់លើជនស៊ីវិលកម្ពុជាទីហ៊ានថៃបានបើកការបាញ់ប្រហារលើពលរដ្ឋនៅក្នុងភូមិព្រៃច័ន្ទឃុំអូ3ជួនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបង្កឲ្យពលរដ្ឋខ្មែររងរបួសចំនួន5នាក់នេះបើតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋានដែលក្រសួងការពារជាតិទទួលបានគិតត្រឹមល្ងាចថ្ងៃទី 12 វិច្ឆិកានេះដោយឡែកអាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែលទើបចិនមុននេះថាហេតុការណ៍បាញ់ប្រហារលើពលរដ្ឋខ្មែរពីសំណាក់ទាហានខ្មែរបានបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស3នាក់ក្រសួងការពារជាតិកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី 12 វិច្ឆិកានេះបានបញ្ជាក់ថាការបើកការវាយប្រហារលើជនស៊ីវិលនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់នាំឲ្យមានការប៉ះទង្គិចគ្នាជាមួយភាគីកម្ពុជាភ្លាមក្រោយកើតហេតុការណ៍នេះក្រសួងការពារជាតិកម្ពុជាបានអះអាងថាកម្ពុជានឹងមិននៅស្ងៀមដោយត្រូវអូកថៃឲ្យមកទទួលខុសត្រូវចំពោះការរំលោភបំពានយ៉ាងកម្រុលបែបនេះទន្ទឹមគ្នានេះផងដែរក្រសួងការពារជាតិកម្ពុជាក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃនិងចំពោះការប្រព្រឹត្តសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះចំពោះក្រសួងការពារជាតិកម្ពុជាទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់ទាហានថៃនេះបង្ហាញយ៉ាងច្បាស់អំពីការរំលោភបំពានរបស់ភាគីថៃលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ទិវាក្រមសក្ខីភាពរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទោះយ៉ាងណាក៏ដោយចុះក្រសួងការពារជាតិកម្ពុជានៅតែចង់ឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់ឆាំងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយណាដែលភាគីចំនួនសម្រេចបានកន្លងមកដោយសេចក្តីនិងការទទួលខុសត្រូវខ្ពស់បំផុតជុំវិញហេតុការណ៍បាញ់ប្រហារលើពលរដ្ឋខ្មែរនេះយោធាថៃបានចេញមុខបដិសេធច្រានចោលដោយអះអាងថាកម្ពុជាទៅវិញទេដែលជាអ្នកបង្កហេតុបង្កើតស្ថានភាពឲ្យតានតឹងនាំឲ្យផ្ទុះអាវុធបន្តិចបន្តួចប្រមាណជា10នាទីនៅថ្ងៃទី 12 វិច្ឆិកានេះចំណែកអ្នកនាំពាក្យរងកងទ័ពភូមិន្ទភាគថៃអះអាងថាហេតុការណ៍នេះមិនបានធ្វើឲ្យពលរដ្ឋខ្មែររងរបួសទេ